លោកតាអត់អីទេឬមិនក៏ហោះបុកដើមឈើអញ្ចឹងលោកតាភ្នែកមិនសូវភ្លឺមែនទេអូខ្ញុំជានរណាហើយនេះជាកន្លែងណាខ្ញុំមានស្លាប់បើខ្ញុំជាសត្វចាបមែនទេយ៉ាប់ហើយវីរៈគាត់មិនត្រឹមតែបង្វែងផ្លូវទេតែគាត់ភ្លេចសូម្បីតែខ្លួនឯងជានរណា Who am I នេះមិនមែនជាជំងឺចាស់ជរាទេនេះគឺម្សៅស្ពផ្សិតភ្លេចភ្លាំងវាហើរចេញពីរូងភ្នំងងឹតនៅជ្រលងភ្នំខាងកើតតើវាមានន័យថាអ្វីបើទុកយូរគាត់នឹងភ្លេចរបៀបហូបអាហារមិនខានចុះយើងត្រូវធ្វើម៉េចទៅលោកគ្រូខ្ញុំមិនចង់ឲ្យគាត់ភ្លេចរបៀបញ៉ាំទេយើងត្រូវរកវិធីព្យាបាលកុំបារម្ភអីយើងមិនទុកឲ្យគាត់ភ្លេចរឿងសំខាន់បែបនេះទេតែលោកគ្រូខ្ញុំខ្លាចណាស់យើងត្រូវទៅរកឧសឈើនៃសតិរលឹកដែលដុះនៅបាតរូងភ្នំនោះដើម្បីយកមកដាំទឹកបន្សាបជាតិពុលនេះវ៉ាវលោកគ្រូទីនេះស្អាតដូចឋានសួគ៌អញ្ចឹងផ្សិតទាំងនេះភ្លឺជាងអំពូលភ្លើងទៅទៀតស្អាតមែនតែគ្រោះថ្នាក់ណាស់វីរៈផ្សិតពណ៌ខៀវទាំងនោះហើយដែលបញ្ចេញម្សៅភ្លេចភ្លាំងកុំដកម៉ាស់ចេញឲ្យសោះលោកពូជាអ្នកណាហើយខ្ញុំជាកង្កែបមែនទេមិនក៏ខ្ញុំមកនៅទីនេះវីរៈតាំងស្មារតីឡើងឯងជាកូនសិស្សដ៏ពូកែរបស់គ្រូអូយលោកគ្រូមាញ់ខួរក្បាលខ្ញុំទៅទេស្អាតតែម្ដងគួរឲ្យខ្លាចណាស់មកបងប្អូនស្ដាប់តាគីងគួងលក់ថ្នាំស្រែងព្យានេះហើយនោះឈើនៃសតិរលឹកពណ៌មាសរបស់វាគឺជានិមិត្តរូបនៃការចងចាំដ៏ភ្លឺស្វាងអូហូខ្ញុំចាំអស់ហើយខ្ញុំជាប្រធានក្រុមហោះហើររាត្រីអរគុណលោកគ្រូនិងក្មួយវីរៈដែលជួយនាំយកការចងចាំរបស់ខ្ញុំត្រឡប់មកវិញការចងចាំជារឿងសំខាន់ណាស់ព្រោះវាជាប្រវត្តិសាស្ត្រនៃជីវិតយើងម្នាក់លោកគ្រូមានចោរចូលលួចថ្នាំយើងហើយវាធំសម្បើមណាស់នៅឯណាយល់សពទេអត់ទេមើលចោះពុកសិនវីរៈនេះមិនមែនចោរទេគឺពូខ្លាឃ្មុំតែគាត់កំពុងតែដេកលក់ទឹកឃ្មុំឆ្ងាញ់ណាស់ផ្លែឈើឆ្ងាញ់ណាស់លោកគ្រូមើលចុះនេះជាជំងឺដេកដើរទ្រង់ទ្រាយធំហើយពងខ្លាឃ្មុំទាំងនេះច្បាស់ជាមានបញ្ហាប្រព័ន្ធសរសៃប្រសាទដោយសារចំណីអាហារអ្វីមួយមិនខានហើយអរគុណលោកគ្រូដែលជួយប្រាប់យប់មិញពួកយើងញ៉ាំផ្លែបេរីរាត្រីច្រើនពេកព្រោះវាផ្អែមឆ្ងាញ់ណាស់ទើបចូលគេងផ្លែនេះមានជាតិស្ករខ្ពស់ណាស់និងមានសារធាតុធ្វើឲ្យសរសៃប្រសាទសកម្មញ៉ាំរបស់ផ្អែមខ្លាំងពេកមុនពេលចូលគេងធ្វើឲ្យខួរក្បាលមិនព្រមសម្រាកទើបបណ្ដាលឲ្យមមើដេកដើរបែបនេះវីរៈយកផ្កាម្លិះព្រៃនិងស្លឹកជីអង្កាមមកដាក់ចូលឆ្នាំងនេះឲ្យលឿនយើងត្រូវបន្សាបជាតិស្កររបស់ពួកគេក្លិនក្រអូបណាស់លោកគ្រូចង់គេងលក់យ៉ាងស្កប់ស្កល់តែម្ដងជោគជ័យហើយលោកគ្រូគ្មានអ្នកណាក្រោកមករំវងអបដើមឈើទៀតទេត្រូវហើយវីរៈការគេងលក់ស្កប់ស្កល់គឺជាថ្នាំទិព្វដ៏ល្អបំផុតសម្រាប់សុខភាពហើយកុំភ្លេចណាកុំញ៉ាំបង្អែមឬរបស់ផ្អែមខ្លាំងពេកមុនចូលគេងប្រយ័ត្នដេកដើរដូចពូខ្លាឃ្មុំលោកគ្រូគីងគក់ជួយផងស្ដេចតោទ្រង់បិទទ្វារសម្ងំក្នុងរូង7ថ្ងៃហើយមិនព្រមចេញមកប្រជុំទេព្រះអង្គចេះតែស្រែកយកកុំបារម្ភអីខ្ញុំមានថ្នាំដែលអាចជួយគាត់បានស្ដេចតោយំតើព្រះអង្គត្រូវរបួសធ្ងន់មែនទេមិនស្រួលទេអាការៈបែបនេះច្បាស់ជាមានរឿងប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរហើយតោះទៅមើលព្រះអង្គទាំងអស់គ្នាក្រាបទូលព្រះអង្គតើព្រះអង្គមានអាការៈយ៉ាងណាដែរខ្ញុំមានអាការៈឈឺចាប់ណាស់ដូច្នេះទូលបង្គំនឹងជួយព្រះអង្គរកអ្នកព្យាបាលគីងគក់ទេវតាឯងក៏មើលមកអញអីអញលែងមានសេរីសុស្ដីជាស្ដេចទៀតហើយព្រះអង្គក្បាលព្រះអង្គរលោងដូចផ្លែឪឡឹកអញ្ចឹងស្បែកក្បាលព្រះអង្គឡើងក្រហមទុំរលាកអស់ហើយតើព្រះអង្គប្រើអ្វីលាបលើក្បាលលាបថ្នាំប្រដកមែនទេគឺអញទិញសាប៊ូសក់ដុសលឿនដូចផ្លែកបន្ទោពីជនអនាមិកម្នាក់កាលពីសប្តាហ៍មុនគេថាគក់ទៅសក់នឹងទន់រលោងតែគក់បាន2ថ្ងៃសក់អញជ្រុះទាន់តែរលោងក្បាលតែម្ដងអូយស្អុយណាស់នេះមិនមែនសាប៊ូទេវាជាជ័រមែកឈើពុលតែគេលាយជាមួយប្រេងម៉ាស៊ីនជនខិលខូចបោកប្រាស់ព្រះអង្គហើយ
ធូរអារម្មណ៍ទៅព្រះអង្គស្បែកក្បាលត្រូវការការព្យាបាលតាមបែបធម្មជាតិទើបសក់អាចដុះមកវិញបានរឹងមាំតែកុំជឿផលិតផលដែលអួតថាលឿនខុសធម្មតាឲ្យសោះស្ដេចតត្រឡប់មកវិញហើយសក់អញស្អាតជាងមុនទៀតអរគុណគិង្គក់ទេវតារីករាយស្វាគមន៍អរគុណច្រើនមិត្តសម្លាញ់យេព្រះអង្គសង្ហាដូចដើមវិញហើយឃើញទេបងប្អូនសម្រស់ពិតប្រាកដត្រូវប្រើពេលវេលានិងថែរក្សាតាមបែបធម្មជាតិកុំចង់បានផលលឿនពេកប្រយ័ត្នរលោងក្បាលដូចស្ដេចតោណាសក់អញស្អាតវិញមែនតែអញមិនអាចបណ្ដោយឲ្យអាជនខិលខូចនោះទៅដើរបោកប្រាស់សត្វដទៃទៀតបានទេគិង្គក់ទេវតាតើឯងអាចជួយអញតាមរកវាបានទេក្រាបទូលព្រះអង្គទូលព្រះបង្គំជាគ្រូពេទ្យស្គាល់ក្លិនថ្នាំពុលច្បាស់ណាស់ក្លិនជាប់ម៉ែឈើពុលនេះនឹងคล้ายជាត្រីវិស័យនាំផ្លូវយើងវីរៈត្រៀមខ្លួនរួចរាល់ហើយយើងទៅចាប់ចោលបោកប្រាស់ទាំងអស់គ្នាអូយលោកគ្រូក្លិនកាន់តែស្អុយទៅហើយដូចក្លិនលូអញ្ចឹងយល់ហើយវីរៈខ្ញុំបានក្លិនហើយប្រយ័ត្នជើងវីរៈមើលចោះដីនៅម្ដុំនេះប្រែជាពណ៌ខ្មៅហើយរុក្ខជាតិក៏ងាប់អស់ដែរយើងជិតដល់កន្លែងលាក់ខ្លួនរបស់វាហើយព្រះអង្គសូមយើងមកតាមសម្រួលយកជ័រពុលនេះទៅលាយទឹកស្អុយរួចបិទតែមាសទៅលក់បានលុយពេញកាបូបពួកសត្វព្រៃល្ងងចង់តែស្អាតលឿនជឿអញអស់ហើយអាសម្ពោចចង្រៃហ៊ានយកទឹកលូប្រឡាក់ក្បាលអញផងកុំចូលមកបើមិនចង់រលោងក្បាលទាំងអស់គ្នាទេរាប់បាច់ពពុះសាប៊ូបន្សាបជាតិពុលទូទៅឯងអស់ផ្លូវរត់ហើយអាជនបោកប្រាស់ខ្ញុំរៀងចាលហើយឈប់លក់របស់ខ្លាញ់ទៀតហើយហត់ណាស់លោកអើយលោកគ្រូស្ដេចពួកវែងមករកស៊ីពួកយើងហើយជួយផងគិង្គក់ទេវតាជួយអញផងអញមិនមែនមកស៊ីឯងតែអញឈឺធ្មេញចង់បែកក្បាលហើយស៊ីអីក៏មិនកើតស្ងប់ស្ងាត់សិនព្រះអង្គចូលមកទីនេះគ្រូពេទ្យមិនរើសអើងអ្នកជំងឺទេទោះបីជាសត្វមានពិសក៏ដោយព្រះអង្គត្រូវហាឲ្យធំវីរៈយកភ្លើងចង្គៀងមកឆ្លោះមើលខាងក្នុងលោកគ្រូក្លិនមាត់គាត់ស្អុយអាក្រក់ណាស់ហើយចកុំគាត់ធំម្លេះបើគាត់ខំតែមួយម៉ាត់យើងខ្លាចជាអាហារថ្ងៃត្រង់ហើយអូហូខ្ញុំរកឃើញដើមហេតុហើយមិនមែនពុកធ្មេញទេតែមានរបស់មួយយ៉ាងរឹងដូចថ្មកំពុងស្ទះនៅក្នុងរុនចង្គមពឹសតែម្ដងធ្វើឲ្យរលាកសាច់ដុំថ្គាមមើលឲ្យច្បាស់មើលខ្ញុំឃើញអ្វីមួយនៅខាងក្រោយបំពង់កគឺសប្តាហ៍មុនអញបានលួចស៊ីស្ករគ្រាប់ថ្មអិនតនូរបស់ពួកកូនស្វាអញទំពាវាមិនខ្ទេចក៏លេបយកប្រហែលជាវាជាប់តាំងពីពេលនោះហើយមើលទៅស្ករគ្រាប់ថ្មនេះរឹងណាស់ពេលវាជាប់ក្នុងរុនចង្គមវាធ្វើឲ្យបាក់តេរីកកុញទៅហើមបែបនេះវីរៈត្រៀមខ្សែព្រាត់នឹងដង្កៀបយក្សមកយើងត្រូវដកវាចេញព្រះអង្គត្រូវទប់ខ្លួនឯនឹងវីរៈភេគ្រូរាប់ដល់3ឯងត្រូវធាក់ទ្វារនេះឲ្យរបើកពេញទំហឹងបាទលោកគ្រូ1 2 3ធាក់ស្លាស់មាត់ណាស់លែងឈឺលែងហើមទៀតហើយឯងពិតជាពេទ្យទេវតាមែនហ៊ានលូកដៃចូលមាត់អញទៀតកុំសរសើរខ្ញុំអីព្រះអង្គតែសូមចាំថាទោះបីជាសត្វព្រៃកាចសាហាវកម្រិតណាក៏ត្រូវតែដុសធ្មេញនឹងលាងមាត់ឲ្យបានស្អាតក្រោយពេលញ៉ាំចំណីជាពិសេសក៏បោះផ្អែមបើមិនអញ្ចឹងទេចង្គមព្រះអង្គនឹងខូចមិនខានលោកគ្រូភូមិកំណើតលោកគ្រូស្រស់ស្អាតណាស់ផ្កាឈូកពេញបឹងតែម្ដងមែនហើយវីរេកវាស្ងប់ស្ងាត់និងស្រស់ស្អាតណាស់មិនប្រកបទេវីរៈកាលពីមុនពួកគេហៅគ្រូថាអាគិង្គក់ពលមុខស្រែងពួកគេប្រហែលជានៅតែចាំរូបរាងដ៏អាក្រក់របស់គ្រូជាងស្នាដៃរបស់គ្រូទៅទៀតណែមិនមែនអាគិង្គក់មុខអាក្រក់កាលពីមុនទេឬមិនហ៊ានត្រឡប់មកវិញកុំចូលមកចិត្តប្រយ័ត្នឆ្លងរមាស់ណាបងប្អូនភូមិយើងមិនស្វាគមន៍អ្នកដែលមានរូបរាងគួរឲ្យខ្លាចទេចេញទៅវិញទៅលោកគ្រូខ្ញុំជាគិង្គក់ទេវតាគាត់ជួយសង្គ្រោះសត្វពេញព្រៃមិនក៏ពួកលោកអាក្រក់ម្លេះ Nonsense អូយរមាស់ណាស់ក្តៅស្បែកដូចគេដុតពេទ្យប្រចាំភូមិតាណាអស់ហើយជួយអញផងឆាប់មកជួយគាត់ផងពេទ្យភូមិយើងក៏កើតរមាស់ដេកពេទ្យដែរមេឃុំអើយយើងច្បាស់ជារលួយស្បែកស្លាប់មិនខាននេះជាជំងឺស្រែងស្រ័យក្រហម
លោកគ្រូពួកគេដេញយើងហើយមិនក៏យើងនៅជួយពួកគេទៀត កុំបារម្ភអីពួកយើងនឹងមិនអីទេគ្រូពេទ្យមិនព្យាបាលតែអ្នកដែលធ្វើល្អដាក់យើងទេក្តីមេត្តាពិតប្រាកដគឺការអភ័យទោសយកថ្នាំទឹកអម្រឹតឈូកសនេះទៅលាបឲ្យអ្នកភូមិភ្លាមទៅវីរៈពួកយើងខុសហើយពួកយើងវាតម្លៃលោកតែសម្បកក្រៅតាមពិតបេះដូងលោកស្អាតជាងផ្កាឈូកក្នុងបឹងនេះទៅទៀតខ្ញុំយល់ហើយមិនអីទេមេឃុំផ្ទះកំណើតតែងតែជាផ្ទះកំណើតសំខាន់គឺយើងចេះកែប្រែនិងផ្ដល់ឱកាសឲ្យគ្នាអរគុណកូនប្រុស